សួស្តីប្រិយមិត្តយើងទាំងអស់គ្នានៅយប់នេះយើងមានអវិញ្ញាណមកទៀតហើយបងប្អូនហើយអរូបយើងនៅយប់នេះគឺជារឿងរ៉ាវរបស់បងប្រុស2នាក់ដែលគាត់2នាក់ហ្នឹងគាត់ចង់ស្វែងរកបទពិសោធន៍ថ្មីនៅក្នុងព្រៃជ្រៅណាបងប្អូន2នាក់គាត់ហ្នឹងក៏សម្រេចចិត្តទៅដើរលេងនៅក្នុងព្រៃហើយទៅបោះតង់អីទៅគេងនៅក្នុងព្រៃអញ្ចឹងណាបងប្អូនដែលអាការទៅដើរលេងនៅក្នុងព្រៃลึกហ្នឹងតែធ្វើឲ្យពួកគាត់ហ្នឹងជួបហេតុការណ៍គួរឲ្យខ្លាចជាច្រើនហើយมันអាចបំភ្លេចរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងណាបងប្អូនហើយរឿងដែលគាត់ជួបនេះវាគឺជាសាច់រឿងដែលសាហាវបំផុតហើយហើយបើសិនជាបងប្អូនស្ដាប់ហើយព្យាយាមយកទៅសម័យរូបភាពដូចជាយើងកំពុងតែនៅក្នុងព្រៃជាមួយពួកគាត់អញ្ចឹងបងប្អូនអាចនឹងយល់អារម្មណ៍ថាពួកគាត់នៅពេលនោះខ្លាចកម្រិតណាហើយបើសិនមកបងប្អូនយើងនៅក្នុងស្ថានភាពនោះមិនដឹងថាយើងសម្រេចបែបណាឬធ្វើមិនទេអូខេអញ្ចឹងប្រហែលតែប៉ុណ្្នឹងទេបើសិនបើចង់ដឹងថាបងប្រុសទាំងពីរនាក់គាត់ជួបហេតុការណ៍អ្វីខ្លះហើយគួរឲ្យខ្លាចកម្រិតណាអញ្ចឹងតោះចូលទៅក្នុងសាច់រឿងយើងទាំងអស់គ្នាបាទបងប្អូនរឿងរ៉ាវនេះដែរគឺជារឿងរ៉ាវរបស់បងជាបងជាគឺជាមនុស្សដែលគាត់ចូលចិត្តលក្ខណៈថាបោះតង់បោះអីនៅក្នុងព្រៃជ្រៅអញ្ចឹងណាបងប្អូនហើយអាការបោះតង់ស្ទូចត្រីនៅតាមតំបន់ភ្នំដាច់ស្រយាលអីកន្លងមកនោះគឺជាតំបន់ដែលអត់ជ្រៅប្រហែលទេបងប្អូនបានន័យថាលក្ខណៈថាគាត់បោះតង់តំបន់ភ្នំដែរតែគេអាចទៅដល់អញ្ចឹងសម្បូរអ្នកទៅដល់មានអ្នកជិះឆ្លងកាត់អីទៅវិញទៅមកអញ្ចឹងវាហាក់បីដូចគាត់មានអារម្មណ៍ថាវាអត់ដូចគាត់ចង់ផ្លាស់ប្ដូរបរិយាកាសឲ្យចូលព្រៃជ្រៅជាងនឹងជាតិអញ្ចឹងណាបងប្អូនហើយនៅពេលដែលគាត់គិតអញ្ចឹងហើយក៏គាត់សម្រេចចិត្តថាចង់ទៅបោះតង់នៅក្នុងព្រៃជ្រៅចង់ផ្លាស់ប្ដូរបរិយាកាសអញ្ចឹងណាបងប្អូនហើយគាត់ក៏នៅពេលដែលគាត់គិតអញ្ចឹងហើយក៏មិនចាំយូរក៏គាត់ក៏តាក់ទងទៅពូម៉ាក់គាត់ក្រុមគ្នាគាត់ប្រហែលជា 3-4 នាក់អីចឹងណាហើយដល់ពេលគាត់តំណតាមដានស៊ើបអីចឹងទៅក៏គាត់បានស្គាល់លេខអ្នកដែលគាត់នាំដើរក្នុងព្រៃចឹងណាពូម្នាក់គាត់ឈ្មោះពូឌុចដែលពូឌុចនេះគាត់គឺជាមនុស្សដែលគាត់អាចនិយាយថាពឹងពាក់គាត់អញ្ចឹងហើយបងជាក៏គាត់ពឹងហ្នឹងក៏គាត់លក្ខណៈថាគាត់ឲ្យលុយក៏ឲ្យកាក់អីដែរអញ្ចឹងណាបងប្អូនមិនឲ្យពឹងទេហើយជាក់ស្ដែងពូឌុចនេះគាត់គឺជាមនុស្សដែលគាត់ឯកទេសក៏គាត់ខាងព្រៃភ្នំនឹងដែរអញ្ចឹងណាបងប្អូនហើយរឿងរ៉ាវយើងក៏ណាត់គ្នាថាទៅថ្ងៃនេះថ្ងៃនោះអីចឹងតំណងជាមួយពូឌុចអញ្ចឹងណាបងប្អូនហើយឈានទៅដល់ថ្ងៃដែលចាប់ផ្ដើមដើរផ្សងព្រេងចូលទៅក្នុងព្រៃជ្រៅនឹងបងជាហើយនឹងពូម៉ាក់គាត់បងផលហ្នឹងក៏មុនដំបូងគាត់ទៅណាត់គ្នាឡាំងអីណាបងប្អូនទៅ3នាក់ដល់ពេលស្រាប់តែដល់ពេលទៅជាក់ស្ដែងទៅតែ2នាក់ទេតែ2នាក់បងជាហើយនឹងបងផលក៏ជួបគ្នាជាមួយពូឌុចអញ្ចឹងសនេសនាគ្នាអីតិចតួចអញ្ចឹងទៅក៏បើកឡានគាត់បើកឡានមកគាត់ក៏ដាក់ឡានគាត់ហ្នឹងដាក់ផ្ញើនៅកន្លែងផ្ទះបងប្អូនជាពលរដ្ឋដែលគាត់រស់នៅតាមតំបន់ព្រៃភ្នំហ្នឹងក៏គាត់ទទួលផ្ញើអញ្ចឹងណាបងប្អូនគាត់ក៏ធ្វើដំណើរដល់ថ្មើរជើងជាមួយបងផលហើយនឹងពូឌុចហ្នឹងទៅហើយជួបគ្នាជួបអីគាត់ដើរទៅចូលក្នុងព្រៃព្រឹក្សាមើលថ្មមើលអីគួរឲ្យប្លែកភ្នែកមែនតើបានន័យថាប្លែកភ្នែកជាងគាត់នៅបោះតង់នៅជាណាបងប្អូនអារម្មណ៍ពេលហ្នឹងបានន័យថាអារម្មណ៍គាត់ពេលហ្នឹងស្រស់ស្រាយលក្ខណៈថាឃើញទស្សនវិជ្ជាព្រៃភ្នំមានដើមឈើមានសត្វយំមានថ្មមានអីថ្មប្រប្រាស់ទឹកអីទឹកធ្លាក់អីចឹងគឺផ្លាស់ប្ដូរអារម្មណ៍គាត់ខុសពីគាត់បោះតង់ធម្មតានៅខាងក្រៅឆ្ងាយមែនតើអញ្ចឹងបង2នាក់ហ្នឹងក៏គាត់ដើរទៅពីក្រោយពូឌុចហ្នឹងដើរចូលទៅក្នុងព្រៃជ្រៅទៅ
គាត់រវល់ថតទេសភាពថតថ្មថតអីពីអ្នកបំផលអញ្ចឹងគាត់គាត់សប្បាយមែនតើអញ្ចឹងណាស្រាប់តែសុកអត់ដឹងថាម៉ោងហ្នឹងវាឈានទៅដល់ក្បាលល្ងាចបាត់ទៅហើយប្រហែលជាម៉ោង1ម៉ោង2ហ្នឹងគាត់ដើរចូលទៅក្នុងព្រៃហើយដើរចូលទៅក្នុងព្រៃមានឮសូរសំឡេងសត្វយំខ្ញៀវខ្ញាក់ឮសំឡេងធម្មជាតិចឹងណាបងប្អូនស្រាប់តាមដូចនិយាយមុនហ្នឹងចូលដល់ក្បាលល្ងាចបរិយាកាសក្នុងព្រៃក៏ចាប់ផ្ដើមស្ងាត់ហើយបងប្អូនគាត់ក៏ឈប់ថតឈប់អីគាត់ក៏ឈប់ថតឈប់អីដែរពេលហ្នឹងណាបងប្អូនហើយគាត់ក៏ញ៉ាំមីឆុងមីញ៉ាំកាហ្វេអីសិនអញ្ចឹងណាមកសម្រាប់មកសន្ទុះអញ្ចឹងទៅហើយស្រាប់តែពួកដូចហ្នឹងគាត់ថាយប់ហ្នឹងយើងត្រូវធ្វើថ្នាក់ដើម្បីនៅលើដើមឈើក៏ប៉ុន្តែមេឃវាចាប់ផ្ដើមងងឹតហើយមេឃរលលឹមរមេឃរភ្លៀងទៀតអញ្ចឹងក៏សម្រេចចិត្តថានៅខាងមុខហ្នឹងមានផ្ទះមួយអញ្ចឹងដើរទៅមុខទៀតនៅមានផ្ទះមួយនៅក្នុងព្រៃជ្រៅណាបងប្អូនដែលផ្ទះមួយខ្នងហ្នឹងទុកចោលអស់រយៈពេលច្រើនឆ្នាំហើយបងជានិងបងផលគាត់ដើរតាមពុដូចហ្នឹងដើរទៅជ្រៅទៅមេឃកាន់តែស្ងាត់ទៅក៏ជួបនៅផ្ទះហ្នឹងផ្ទះមួយខ្នងចាស់ហ្នឹងតែផ្ទះហ្នឹងមួយខ្នងចាស់នៅក្នុងព្រៃហ្នឹងវាហាក់បីដូចជាមិនមែនផ្ទះទេវាដូចជាខ្ទមអញ្ចឹងណាខ្ទមកញ្ចុះមួយចុះតែផិនភាគរូបរាងខ្ទមហ្នឹងគឺមិនមែនធ្វើពីឈើទេគឺធ្វើពីអាស័យសុទ្ធសំបីតែដបក៏ធ្វើពីអាស័យដែរគឺធ្វើពីអាស័យសុទ្ធហ្មងអាស័យយើងណាលើកលែងតាអានូតលើកលែងតាតសអីហ្នឹងអាហ្នឹងធ្វើពីឈើអញ្ចឹងណាបងប្អូនហើយពុដូចគាត់បានហាមដែរគាត់ហាមថាចូលនៅក្នុងព្រៃជ្រៅអញ្ចឹងគេអត់ឲ្យនិយាយផ្ដេសផ្ដាស់ទេហើយបងជាហើយនឹងបងផលក៏គាត់មិនសូវភ្ញាក់ផ្អើលដែរព្រោះអីគាត់ធ្លាប់ចូលនៅក្នុងព្រៃច្រើនដងហើយអញ្ចឹងវាអត់មានការភ្ញាក់ផ្អើលអីដល់គាត់ទេគាត់ណានិយាយផ្ដេសផ្ដាស់គាត់យល់គាត់ដឹងហើយអញ្ចឹងណាហើយឈានចូលដល់យប់ម៉ោងខ្ទង់ជា7 8ក៏ពួកគាត់ទាំងអស់គ្នាក៏ចាប់ផ្ដើមគេងអញ្ចឹងណាបងប្អូនចាប់ផ្ដើមគេងតែបងជាគាត់និយាយខ្លួនគាត់ថាគាត់គេងអត់លក់ហ្មងគាត់សង្ងំគេងមិនក៏គេងមិនលក់គាត់សង្ងំរហូតមិនដឹងដល់ពេលណាមិនដឹងថាគាត់សង្ងំដេកលក់ដល់ពេលណាទេគាត់អត់ដឹងដែរអញ្ចឹងតែនៅពេលដែលគាត់ភ្ញាក់មកវិញគឺគាត់ភ្ញាក់ដោយសារគាត់ឮសំឡេងសម្រាប់ជើងមនុស្សដើរលើដំបូលផ្ទះគាត់នេះគាត់ឮសម្រាប់ជើងមនុស្សដើរលើដំបូលផ្ទះរបស់គាត់បងប្អូនសាក់សម័យមើលមានមនុស្សឯណាដើរទៅលើដំបូលរបស់គាត់លើដំបូលកញ្ចុះរបស់គាត់ហ្នឹងក្រឹបទាំងយប់ហ្នឹងណាបងប្អូនហើយគាត់កលែកមើលពុដូចបងប្អូនរូបរាងខ្ទមហ្នឹងគឺអត់មានប្អួចទេអញ្ចឹងម្ល៉េះហើយបងជាគាត់ថាដោយសារតែអត់មានប្អួចមានទ្វារមានអីហ្នឹងហើយក៏អត់ទលាប់គេងលក្ខណៈថាអត់វាដូចអត់មានសុវត្ថិភាពណាបងប្អូនលក្ខណៈថាគាត់ដេកទៅភ័យមូលហេតុហ្នឹងហើយបើគាត់គេអត់លក់ទេនៅក្នុងហ្នឹងហើយគាត់ក៏លេចមើលពុដូចទៅពុដូចមួយយប់ហ្នឹងគឺមេឃពាក់កណ្ដាលយប់ហ្នឹងគឺគាត់គេងអត់លក់គឺគាត់អង្គុយងាកឆ្វេងងាកស្ដាំហាក់បីដូចជាគាត់ឃើញអីអញ្ចឹងណាហើយជាក់ស្ដែងបងជាគាត់ឃើញគាត់ឮសម្រាប់មនុស្សដើរនៅលើដំបូលកញ្ចុះរបស់គាត់ហើយគាត់ក៏សួរពុដូចថាឃើញអីអត់មេពូឃើញអីអត់ហើយពុដូចនេះគាត់និយាយថាគាត់យកដៃគាត់ហ្នឹងទៅបិទមាត់បងជាទៅបិទមកបងជាគាត់និយាយថាកុំមាត់ចាំព្រឹកតាមគាត់និយាយប្រាប់គាត់និយាយអញ្ចឹងណាបងប្អូនហើយគាត់ដឹងហើយតែគាត់អត់ប្រាប់បងជាហាក់បីធ្វើឲ្យបងជានេះមានអារម្មណ៍ថាទៅខ្លាចទៅណាមិនដឹងថាជាស្អីជាខ្មោចឬក៏ជាស្អីការសម័យរបស់គាត់គឺបែបហ្នឹងណាបងប្អូនហើយបងជាក៏គាត់សង្ងំដេកលក់ម្ដងទៀតតែគាត់ភ្ញាក់មកវិញគាត់ភ្ញាក់ដោយសារគាត់ឮសំឡេងមនុស្សស្រី
មនុស្សស្រីម្នាក់យំពីចងាយណាបងប្អូនយំតិចលក្ខណៈថាយំខ្សឹបខ្សៀវយំវែងឡាយចេះទៅលក្ខណៈថាដូចខ្ញុំធ្វើត្រាប់អញ្ចឹងណាបងប្អូនយំកាន់តែចិត្តទៅសំឡេងមនុស្សស្រីដើរមុនដំបូងលើសំឡេងយំឯងមកស្ទុះក្រោយមកលើសំឡេងមនុស្សស្រីហ្នឹងគាត់ដើរមកចិត្តហ្នឹងមកចិត្តកញ្ចុះខ្ទមរបស់គាត់ហ្នឹងបន្ទាប់មកក៏លើសំឡេងរត់ជុំវិញខ្ទមគាត់ហ្នឹងដែលអាការៈបែបហ្នឹងឲ្យធ្វើឲ្យបងជាហ្នឹងគាត់ភ័យគាត់ដឹងថាជាស្អីអញ្ចឹងណាបងប្អូនគាត់ចេះតែគិតនៅក្នុងចិត្តថាជាស្អីជាខ្មោចឬក៏ជាមនុស្សហើយបើជាមនុស្សឯណាទៅនៅក្នុងព្រៃជ្រៅស្មាននេះទៅរត់អីអញ្ចឹងគាត់ការគិតរបស់គាត់សម័យអញ្ចឹងក៏គាត់កេះគាត់យកដៃគាត់ហ្នឹងទៅកេះពុដូចហើយពុដូចហ្នឹងក៏អត់ដេកទេគាត់ហាក់បីដូចជាគាត់ឃើញអ្វីមួយយ៉ាងអញ្ចឹងហាក់បីដូចជាគាត់ឃើញអ្វីមួយយ៉ាងជុំវិញខ្ទមហ្នឹងអញ្ចឹងគាត់អត់ដេកទេហើយគាត់ងាកឆ្វេងងាកស្ដាំគាត់កេះពុដូចទៅពុដូចហ្នឹងគាត់ធ្វើដូចដើមអញ្ចឹងគាត់យកដៃគាត់ហ្នឹងខ្ទប់មាត់បង្ជាគាត់យកខ្ទប់មាត់បង្ជាហើយគាត់ធ្វើដូចដើមអញ្ចឹងគាត់ថាចាំគាត់និយាយប្រាប់គាត់និយាយអញ្ចឹងណាបងប្អូនហើយបង្ជានេះក៏គាត់រត់ទៅភ័យទៀតណាហើយអត់ប្រាប់ត្រង់គាត់អីអញ្ចឹងចុះអញ្ចឹងគាត់មានអារម្មណ៍មួយបងប្អូនសាកសម័យគិតមើលនៅពេលដែលយើងឮឃើញអាបែបហ្នឹងហើយអត់មានណាគេនិយាយប្រាប់យើងថាជាស្អីអញ្ចឹងឲ្យយើងសម័យមើលយើងខ្លាចសពគ្រប់បែបយ៉ាងមិនដឹងតែជាស្អីអារបស់ដែលយើងឃើញរបស់ដែលឮសំឡេងទាំងអស់ហ្នឹងតែជាស្អីឲ្យពិតប្រាកដអញ្ចឹងហើយបងជាហ្នឹងក៏គាត់យល់សពគាត់សង្ងំដេកជាងទៅក៏ដេកលក់ហើយអាការដេកលក់របស់គាត់ហ្នឹងគាត់យល់សពឃើញតារបស់គាត់យល់សពឃើញតាគាត់តែតាគាត់ហ្នឹងខូចយូរហើយគាត់ដេកយល់សពអញ្ចឹងមេឃក៏ចិត្តភ្លឺបងប្អូនមេឃក៏ចិត្តភ្លឺដល់ពេលមេឃក៏ចិត្តភ្លឺអញ្ចឹងទៅម៉ោងខ្ទង់5ជាងណាបងប្អូននៅក្នុងព្រៃវាងឹតអញ្ចឹងពួកគាត់ទាំងអស់គ្នាហ្នឹងក៏ភ្ញាក់ឡើងហើយនិយាយពីបងផលវិញគឺដេកអត់មានដឹងអីសោះហ្មងបងប្អូនដេកលក្ខណៈថាគាត់ប្រាប់មកគាត់ថាដេកដូចខ្មោចដូចត្រូវថ្នាំសម្ដំអត់មានដឹងលើអីទេអត់មានដឹងថាមានរឿងអីកើតឡើងយប់ហ្នឹងអីចឹងណាបងប្អូនហើយដល់ពេលផឹកឡើងក៏គាត់សួរពុតដូចថាយប់មិញហ្នឹងមានរឿងអីកើតឡើងហើយពុតដូចហ្នឹងក៏គាត់និយាយថាយប់មិញហ្នឹងគាត់ឃើញមនុស្សស្រីម្នាក់ដើរជុំវិញខ្ទមយើងហ្នឹងហើយអាការដើរជុំវិញខ្ទមហ្នឹងគឺគាត់ស្រែកយំស្រែកអីហ្នឹងហើយបងជាក៏គាត់ជាមនុស្សម្នាក់ដែលគាត់ចង់ដឹងចង់ឮគាត់ឆ្ងល់រហូតចឹងណាបងគាត់ចេះតែឆ្ងល់រហូតគាត់សួរថាមនុស្សស្រីហ្នឹងខ្មោចមែនហើយពុដូចហ្នឹងក៏គាត់និយាយថាអត់ដឹងដែរគាត់និយាយចឹងណាតាមពិតទៅពុដូចគាត់ដឹងថាជាខ្មោចចឹងណាបងប្អូនក៏ប៉ុន្តែគាត់អត់ប្រាប់បងជានទេគាត់ទុកឲ្យឆ្ងល់ចឹងណាបងប្អូនហើយគាត់ពុដូចហ្នឹងក៏គាត់ប្រាប់រឿងមួយទៀតគាត់ថាយប់មិញហ្នឹងគាត់ឃើញមានបរោះពាក់អាវខ្មៅខោសម្នាក់នៅឈរចំមុខកញ្ចុះគាត់ហ្នឹងហើយអាការឈររបស់គាត់ហ្នឹងវាហាក់បីដូចជាមកយាមយើងមិនទេហើយវាជាក់ស្ដែងបងជាណាគាត់យល់សពឃើញតាគាត់ហើយគាត់ក៏យករូបថតតាគាត់ហ្នឹងឲ្យពុដូចមើលហើយពុដូចក៏គាត់ថាហ្នឹងហើយរូបហ្នឹងហើយយប់មិញតែគាត់ឃើញសមោគាត់ឃើញរៀងខ្មៅប៉ុន្តែភិនភាកច្បាស់ណាស់គាត់ហ្នឹងហើយអញ្ចឹងបានន័យថាបងជាដែលគាត់បន់ស្រន់តាគាត់ហើយគាត់យល់សពឃើញហ្នឹងបានន័យថាតាគាត់វិញ្ញាណតាគាត់មកតាមជួយថែរក្សាគាត់ដើម្បីកុំឲ្យខ្មោចស្រីហ្នឹងមកតាមលងបងជាបានអញ្ចឹងណាហើយពួកគាត់ក៏ចាប់ផ្ដើមធ្វើដំណើរទៅមុខទៀតបងប្អូនដើរទៅមុខទៀតអញ្ចឹងព្រៃក៏ចាប់ផ្ដើមជ្រៅទៅស្ងាត់ទៅអញ្ចឹងណាបងប្អូននៅក្នុងព្រៃឮសំឡេងសត្វយំខ្វឹកឮសំឡេងសត្វនៅក្នុងព្រៃយំគួរឲ្យខ្លាចណាបងប្អូនជ្រៅដោយសារព្រៃកាន់តែជ្រៅទៅកាន់តែស្ងាត់ក៏ប៉ុន្តែការស្ងាត់នោះគឺអមទៅដោយសំឡេងសត្វនៅក្នុងព្រៃឬសំឡេងស្វាសំឡេងទតយំហាក់ស្ងប់ស្ងាត់មែនទែនអញ្ចឹងវាជាចំណូលចិត្តរបស់បងជានឹងជាក់ស្ដែងហ្មងគឺពួកគាត់ទាំងពីរនាក់បងជាហើយនិងបងផលហ្នឹងគឺគាត់ចូលចិត្តអាលក្ខណៈថាស្ងាត់អញ្ចឹងតែពួកគាត់
ខ្ញុំទៅសើមួយយ៉ាងពួកគាត់ខ្លាចតែពេលនៅក្នុងខ្ទមហ្នឹងគាត់បន្ទាប់ពីគាត់លែងឃើញគឺគាត់លែងខ្លាចវិញខ្ញុំទៅសើពួកគាត់គឺត្រង់ចំណុចហ្នឹងដើរទៅព្រៃកាន់តែជ្រៅទៅប្រហែលជាម៉ោង2រសៀលហ្នឹងក៏គាត់ត្រូវគេងនៅលើដើមឈើដូចក៏គាត់និយាយថាគាត់យើងទៅត្រូវគេងនៅលើដើមឈើនៅយប់ហ្នឹងហើយគាត់ក៏ចាប់ផ្ដើមពុដូចហ្នឹងក៏គាត់ចាប់ផ្ដើមធ្វើលក្ខណៈថាធ្វើធ្នាក់ធ្វើអីនៅលើដើមឈើគាត់បោចវល្លិឆ្លាទៅនេះឆ្លាទៅនោះហើយបងជាគាត់ថាពុដូចហ្នឹងដូចស្វាអញ្ចឹងបានន័យថាគាត់លូតពីនេះលូតពីនោះគាត់អ្នកដើរក្នុងព្រៃណាបងប្អូនគាត់លឿនគាត់រហ័សហើយបងជាហ្នឹងក៏អត់បានគាត់និយាយគាត់គិតអញ្ចឹងហើយក៏គាត់មិនបាននៅចិត្តពុដូចដែរបងជានិងបងផលហ្នឹងគាត់ពេញចិត្តនឹងទស្សនវិជ្ជាក្នុងព្រៃភ្នំអញ្ចឹងណាបងប្អូនគាត់ក៏ដើរថតព្រៃព្រឹក្សាដើរទៅវិញដើរទៅមកឆ្លងកាត់តំបន់នោះអញ្ចឹងណាដោយសារគាត់ពីរនាក់ហ្នឹងគាត់ជាអ្នកស្រឡាញ់ធម្មជាតិហើយការដើរថតរបស់គាត់ហ្នឹងដើរយូរមែនទែនរហូតដល់មេឃរៀងប្រលប់ដល់ពេលមេឃរៀងប្រលប់បងប្អូនគាត់មកវិញក៏គាត់ឃើញថាពុតដូចគាត់ធ្វើធ្នាក់ហ្នឹងរួចហើយគឺធ្វើលឿនមែនទែនបងប្អូនគាត់ថាមិនដឹងថាគាត់ធ្វើបែបម៉េចបានលឿនរហ័សបែបហ្នឹងណាបងប្អូនហើយគាត់ពីរនាក់ហ្នឹងក៏គាត់បងជាក៏គាត់សួរទៅពុតដូចថាធ្វើធ្នាក់ធ្វើធ្នាក់ហ្នឹងក៏ទូចម៉េះហើយពុតដូចគាត់ថាឲ្យនៅតែពីរនាក់ទៅបានហើយគាត់ឡើងដេកនៅលើមែកឈើនៅចិត្តហ្នឹងទេបានន័យថាគាត់ធ្វើធ្នាក់ហ្នឹងតម្រូវតែពីរនាក់ពុតដូចនឹងផលទេក៏ប៉ុន្តែគាត់អត់នៅលើធ្នាក់ហ្នឹងទេគាត់នៅលើមែកឈើអញ្ចឹងណាបងប្អូនតែចាក់ស្ដែងអាមែកឈើហ្នឹងគឺមិនមែននៅដើមឈើណាផ្សេងទេបងប្អូនបានន័យថាដើមឈើតែមួយក៏ប៉ុន្តែវាមានមែកផ្សេងទៀតអញ្ចឹងណាគាត់នៅលើមែកឈើនៅចិត្តពីរនាក់បងជាហើយនិងបងផលហ្នឹងហើយយប់ប្រហែលយប់ជ្រៅប្រហែលជាម៉ោង9ទៅ10បងផលគាត់ថាគាត់ឃ្លានក៏ប៉ុន្តែអ្វីអាវ៉ាន់របស់គាត់ណាបងប្អូនអ្វីអាវ៉ាន់របស់គាត់ណាគឺនៅក្រោមដើមឈើនៅក្រោមធ្នាក់ហ្នឹងហើយបងផលគាត់ថាឃ្លានមែនតែនតែពុដូចគាត់បានហាមហើយគាត់ថាពេលយប់ជ្រៅកុំអីផ្ដេសផ្ដាស់ចុះពីលើធ្នាក់លើអីចឹងគេតំអញ្ចឹងណាបងប្អូនតែបងជានេះបងច្រឡំបងប្អូនបងផលគាត់ថាគាត់ឃ្លានគាត់ទ្រាំមិនបានទេហើយដល់ពេលគាត់ហាមអត់ឈ្នះអញ្ចឹងពុដូចក៏គាត់ឲ្យបងផលហ្នឹងគាត់ចុះទៅដោយសារអាការដែលយើងចុះមួយផ្លែតឡើងមួយផ្លែតអញ្ចឹងទៅវាគ្មានអាការៈអីគ្មានរឿងអីកាត់ឡើងទេដោយសារមួយផ្លែតទៅមួយផ្លែតមកអញ្ចឹងណាបងប្អូនអញ្ចឹងពុដូចក៏គាត់សម្រេចចិត្តថាគាត់ឲ្យបងផលហ្នឹងចុះទៅតែអាការចុះរបស់គាត់ហ្នឹងគឺចុះតាមខ្សែវល្លិដែលពុដូចគាត់ធ្វើណាគាត់ធ្វើមានចដើមានអីគាត់សមុទ្រចុះសមុទ្រអីចឹងណាបងប្អូនគាត់ក៏សមុទ្រចុះទៅតាមមួយខ្សែហ្នឹងរ៉ែចុះទៅក្រោមទៅហើយអាការចុះទៅក្រោមគាត់យកទៅយកមីហើយនឹងយកចក្រានហ្គាសយកអីមកដើម្បីមកឆុងមីឆុងអីឆុងកាហ្វេអីញ៉ាំនៅលើធ្នាក់ហ្នឹងហើយអាការញ៉ាំកំពុងតែញ៉ាំមីហ្នឹងបងជាគាត់ថាគាត់ឃើញពុដូចហ្នឹងគាត់មើលឆ្វេងមើលស្ដាំមើលឆ្វេងមើលស្ដាំនៅលើដើមឈើអញ្ចឹងណាបងប្អូនហាក់បីដូចជាឃើញអីអញ្ចឹងណាបងប្អូនហើយបងជាគាត់ជាមនុស្សឆ្ងល់ក៏គាត់សួរពុដូចហ្នឹងថាគាត់ឃើញអីហើយពុដូចហ្នឹងក៏គាត់ថាកំមាត់ចាំផឹកចាំគាត់និយាយប្រាប់គាត់នៅតែនិយាយអញ្ចឹងទៀតអញ្ចឹងណាបងប្អូនហើយអារម្មណ៍បងជានៅពេលហ្នឹងគាត់និយាយថាគាត់មិនដឹងថាជាស្អីពិតប្រាកដបានន័យថាបើគាត់អត់ប្រាប់ឲ្យច្បាស់អញ្ចឹងគាត់មានអារម្មណ៍ថាភ័យខ្លាចនៅក្នុងព្រៃហ្នឹងមិនដឹងជាមានស្អីបើពុដូចក៏អត់ប្រាប់សោះត្មងគាត់ថាចាំប្រាប់ផឹកគាត់និយាយអញ្ចឹងណាបងប្អូនអញ្ចឹងគាត់អត់ដឹងថាក្នុងព្រៃហ្នឹងវាមានស្អីពិតប្រាកដជាប្រភេទអីអញ្ចឹងណាបងប្អូនកន្លងហួសប្រហែលជាយប់ជ្រៅបន្តិចម៉ោងប្រហែល10ទៅម៉ោង10បងផលគាត់ថាគាត់ឈឺពោះគាត់មកឈឺពោះទាំងយប់ណាបងប្អូនហើយពុដូចក៏គាត់ថាឲ្យជុះស្មាទោសយើងនិយាយសាមញ្ញណាបងប្អូនឲ្យបងជាហ្នឹងគាត់ជុះនៅឲ្យបងផលហ្នឹងគាត់ជុះពីលើដើមឈើពីលើធ្នាក់ហ្នឹងទៅហើយបងផលលក្ខណៈថាយើងសម័យមើលបងប្អូនលក្ខណៈថាយើងស្មាទោសយើងជុះហ្មងពីលើដើមឈើវាមានការអៀនខ្មៅយើងស្មាទោសយើងជុះអត់កើតទេណាបងប្អូនអារម្មណ៍
បែបហ្នឹងវាអៀនខ្មាស់អីចឹងណាធ្វើទៅអត់រួចក៏ធ្លាប់ដែរនៅក្នុងព្រៃបោះតង់ដែរក៏តែគាត់ចូលទៅក្នុងព្រៃចូលអីចឹងទៅតែបងផលគាត់ដូចនិយាយចឹងគាត់ធ្លាប់ដើរក្នុងព្រៃដែរអញ្ចឹងគាត់សុំថាគាត់ទៅបត់ជើងនៅក្នុងចុះទៅក្រោមសមុទ្រចុះទៅក្រោមដើម្បីទៅបត់ជើងក៏ប៉ុន្តែពុតដូចគាត់ថាមិនបាច់ចុះទេគាត់ហាមហើយហាមទៀតគាត់ថាមិនបាច់ចុះទេតែគាត់ហាមអត់ឈ្នះបងប្អូនគាត់ហាមអត់ឈ្នះក៏គាត់បដ ாய் ឲ្យបងផលហ្នឹងចុះទៅក៏ប៉ុន្តែគាត់ប្រាប់ថាឲ្យយកពិលទៅមួយទៅដើម្បីប្រចាំងឲ្យស្រួលឲ្យងាយស្រួលថាគាត់មើលពីលើធ្នាក់ពីលើដើមឈើហ្នឹងទៅថានៅត្រង់ចំណុចណាចំណុចណីអញ្ចឹងពួកអីនៅក្នុងព្រៃធ្វើឲ្យបិទតាមេឃខែភ្លឺក៏ពិតមែនតែនៅក្នុងព្រៃវាស្លុបអត់ដឹងថានៅតាណាទៅនៅពិតប្រកបទេផ្លិតផ្លែតពីនេះពីនោះអញ្ចឹងណាបងប្អូនអញ្ចឹងគាត់ថាឲ្យបើកភ្លើងពិលហ្នឹងរហូតទៅហើយបងជាហ្នឹងក៏គាត់ជួយសមុទ្រចដាធ្វើអំពីវ័នហ្នឹងឲ្យបងផលហ្នឹងគាត់ចុះទៅក្រោមទៅហើយបងផលគាត់ដើរជន់ព្រៃជន់ផ្សៃរមើលកតុបព្រៃអញ្ចឹងណាបងប្អូនរមើលកតុបព្រៃក៏គាត់ឃើញកតុបព្រៃមួយរៀងឆ្ងាយពីពីធ្នាក់គាត់ហ្នឹងប្រហែលជា 3-4 ដើមឈើអញ្ចឹងណាបងប្អូនហើយជា 4-5 ដើមឈើអញ្ចឹងទៅវាមិនឆ្ងាយប្រហែលទេវាគួរសមដែរដើម្បីគាត់មានការអៀនខ្មាស់អញ្ចឹងណាអៀនអញ្ចឹងណាបងប្អូនហើយគាត់ក៏ឃើញទុបព្រៃមួយនឹងតំណងទៅក៏គាត់សម្រេចចិត្តថាគាត់បាត់ជើងឡើងហ្នឹងទៅហើយអាការដែលគាត់ដាក់ពិលរបស់គាត់ហ្នឹងគឺគាត់មិនដាក់ពិលបាយទៅគាត់ទេគាត់ដាក់ពិលបែរទៅពីក្រោយខ្នងគាត់បានន័យថាគាត់អង្គុយបាត់ជើងហើយគាត់ដាក់ពិលបែរទៅក្រោយខ្នងគាត់ដើម្បីឲ្យបងជាហើយនឹងពុដូចនឹងមើលឃើញគាត់ក៏ប៉ុន្តែគាត់ប្រចាំងទៅគាត់ទេអញ្ចឹងណាបងប្អូនបងជាគាត់ថាកំឡុងពេលនោះមេឃក៏កាន់តែយប់ជ្រៅហើយគាត់ក៏បែរកលែកភ្នែកមកនិយាយលេងជាមួយពុដូចមួយផ្លែតអញ្ចឹងណាបងប្អូនគាត់ប្រាប់ថាគាត់កលែកទៅវិញក៏អត់ឃើញបងផលទេបងផលដែលគាត់អង្គុយបាត់ជើងណាបងប្អូនគាត់អត់ឃើញទេគាត់ស្រាប់តែឃើញស្រមោលខ្មៅមួយអង្គុយលុតជង្គង់គាត់ឃើញគាត់ថាគាត់ឃើញបងផលហ្នឹងលុតជង្គង់តែគាត់ដល់ពេលដែលគាត់សន្លឹងមើលឲ្យយូរមែនតែនទៅគាត់ដឹងថាបរោះនោះមិនមែនជាបងផលទេតែបងប្អូនសម័យមើលថាជាអ្នកណាមិនមែនជាបងផលទេដែលអង្គុយលុតជង្គង់ណាបងផលណាលុតជង្គង់អញ្ចឹងអង្គុយបាត់ជើងណាលុតជង្គង់អញ្ចឹងកើតបងប្អូនបាត់ជើងមិនចេញស្មាតទោះណាបងប្អូនធម្មតាបងប្អូនមនុស្សបាត់ជើងឲ្យទៅអង្គុយលុតជង្គង់ហ្មងលក្ខណៈថាអង្គុយលុតជង្គង់ឃើញស្រមោលបរោះខ្មៅគាត់បងជាគាត់មើលមែនតែនទៅបរោះខ្មៅនោះណាបងប្អូនមិនមែនជាបងផលទេបងប្អូនថាសម័យតែជាអ្នកណានៅក្នុងព្រៃជ្រៅដល់ថ្នាក់នឹងហើយនេះហើយមានស្រមោលខ្មៅអញ្ចឹងបងប្អូនសាកសម័យមើលថាជាអ្នកណាគាត់ថាមិនមែនបងផលច្បាស់ 100% មិនមែនបងផលទេកន្លងផាយជាមួយសតុះស្រាប់តែគាត់លឺបងផលហ្នឹងគាត់ស្រែកអីគាត់កាន់ពិលលើកខោទាំងដាច់បត់ជើងរបស់គាត់ណាបងប្អូនរត់មកទៅតាប់ទៅទិញគាត់ស្រែកគាត់សែកថាអញ្ចេះបងប្អូនគាត់សែកថាខ្មោចលងអញ្ចឹងណាបងប្អូនគាត់ស្រែកអញ្ចឹងទៅគាត់ឡើងសមុទ្រឡើងតាមឈើនឹងមកហើយអាការដែលគាត់ឡើងមកដល់ដើមឈើហ្នឹងបងប្អូនសួរអីក៏គាត់មិនឆ្លើយដែរគាត់ថាគាត់ឃើញខ្មោចគាត់ថាខ្មោចលងអញ្ចឹងហ្នឹងគាត់ក៏សងំគេងទៅហើយអាការសងំគេងរបស់គាត់ហ្នឹងគឺគាត់គេអត់លក់ទេគាត់ថាក៏ងាកឆ្វេងទៅក៏ឃើញខ្មោចងាកស្ដាំទៅឃើញខ្មោចងាកខាងលើទៅក៏ឃើញខ្មោចគាត់ស្រែកអញ្ចឹងណាខ្មោចលងអញ្ចឹងណាបងប្អូនហើយដូចក៏គាត់ឃើញអញ្ចឹងនៅពេលដែលគាត់ឃើញបែបហ្នឹងហើយគាត់ក៏ប្រាប់ឲ្យបងជានេះយកកណាត់អាវគាត់ពាក់ហ្នឹងណាបងប្អូនយកកណាត់អាវបងជាពាក់ហ្នឹងយកទៅរុំភ្នែកគាត់ទៅកុំឲ្យគាត់ឃើញអីអញ្ចឹងណាបងប្អូនហើយអាការដែលគាត់រុំអញ្ចឹងគឺបានផលមែនបងប្អូនគាត់ក៏លែងឃើញអីទាំងអស់ហើយគាត់ក៏សងំដេកបាត់ទៅបងផលណាគាត់ស្ងំដេកបាត់ទៅហើយបរិយាកាសនៅពេលហ្នឹងបងប្អូនគឺលែងសប្បាយហើយសញ្ញាបងជានិងបងផលគឺលែងសប្បាយហើយបរិយាកាសពេលហ្នឹងបរិយាកាសកាន់តែចម្លែកទៅហើយកាន់តែព្រឺព្រួចទៅណាបងប្អូនអារម្មណ៍ក្តុកក្តួលមិនដឹងថាអ្វីទៅមុខទៀតនឹងកើតមានអីទៅមុខទៀតណាពួកអីមេឃទើបតែម៉ោង10មកដល់10យប់ទេនៅរាប់ម៉ោងទៀតបានឈានទៅដល់ពេលព្រឹកអញ្ចឹងណាបងប្អូនហើយអាការយប់ជ្រៅស្ងាត់នេះ
គាត់និយាយថានៅក្នុងព្រៃជ្រៅហ្នឹងនៅពេលយប់គ្មានឮសំឡេងអីតតែសោះស្ងាត់ឲ្យជ្រាបក្រៅអំពីឮសត្វនេះសត្វយំសត្វនេះយំអីតិចតួចចឹងបងប្អូនហើយមានខ្យល់អីតិចតួចចឹងទៅស្រាប់តែអាការមានខ្យល់នេះបងប្អូនអាខ្យល់ឮសំឡេងខ្យល់តិចតួចហ្នឹងណាអាឮសំឡេងខ្យល់បក់វូចុះវូឡើងវីវចុះវឺឡើងស្រាប់តែមានសំឡេងហួចដូចជាសំឡេងគេហួចចឹងណាបងប្អូនឮវីវចឹងណាបងប្អូនស្តៀងអាការដែលខ្ញុំធ្វើត្រាប់ហ្នឹងបងប្អូនឮវីវអញ្ចឹងណាបងប្អូនហើយអាការដែលឮវីវនេះតើវាជាសំឡេងអីវាដូចជាសំឡេងកញ្ចែទៅអ្នកណាទៅខ្លុំកញ្ចែអីទាំងកណ្ដាលយប់ព្រៃជ្រៅយ៉ាងនេះមានមនុស្សមកពីណានៅក្នុងព្រៃជ្រៅយ៉ាងនេះបងប្អូនសាកយកទៅសម័យគិតមើលបងប្អូនថាអាហេតុការទាំងអស់នេះវាជាស្អីឲ្យពិតប្រាកដហើយចំណែកបងផលវិញបងប្អូនក៏គេសុកគាត់កត្រាក់ងាកឆ្វេងងាកស្ដាំហាក់បីដូចជាគាត់ឃើញអីចឹងណាបងប្អូនគាត់គេងកត្រាក់នៅលើធ្នាក់នៅលើដើមឈើហ្នឹងណាបងប្អូនគាត់គេងបារះឆ្វេងបារះស្ដាំកត្រាក់លក្ខណៈថាកត្រាក់ដូចគាត់ឃើញអីចឹងណាទាំងតែគាត់គេងលក់ណាបងប្អូនវាហាក់បីដូចជាគាត់តក់ស្លុតខ្លាំងណាបងប្អូនហើយបន្ទាប់មកសន្ទុះក្រោយមកបងប្អូនអាសលេងហាក់បីដូចជាសលេងកញ្ចែហ្នឹងគាត់បន្លឺសំឡេងចេញមកទៀតបងប្អូនលឺសំឡេងចេញមកទៀតលឺវីលឺសលេងដូចកញ្ចែអញ្ចឹងណាបងប្អូនហើយសួរមកវិញសួរបកមកវិញថាយើងវិភាគទាំងអស់គ្នាបងប្អូនតើនៅក្នុងព្រៃជ្រៅបែបនេះហើយនេះតើមានសំឡេងកញ្ចែមកពីណាតើមានមនុស្សមកពីណាដែលគាត់នៅក្នុងព្រៃហ្នឹងស្មាននេះហើយហ្នឹងក្នុងព្រៃដ៏សែនជ្រៅហ្នឹងតើមានមនុស្សមកពីណាព្រៃហ្នឹងបងប្អូនម្នាក់ធម្មតាមិនងាយបានមកទេដោយសារវាជ្រៅដល់ថ្នាក់គាត់ធ្វើដំណើរ 4-5 ម៉ោងបាទមកដល់ព្រៃហ្នឹងធ្វើដំណើរថ្មើរជើងណាបងប្អូនអញ្ចឹងវាជ្រៅមែនតើតើមានមនុស្សឯណាបងប្អូនសាកសម័យទាំងអស់គ្នាមើលតើមានមនុស្សមកពីណាតែផ្លុំកញ្ចែផ្លុំអីទាំងក្នុងព្រៃជ្រៅនេះបងប្អូនយើងសាកសម័យទាំងអស់គ្នាណាបងប្អូនស្រាប់តែកន្លងមកសន្ទុះក្រោយមកបងប្អូននៅក្នុងយប់ជ្រៅដដែលនោះណាគាត់ឮសំឡេងសម្រាប់ជើងគាត់ក៏លេចទៅគាត់ថាគាត់ឃើញមនុស្សប្រុសប្រហែលជាបងជាណាគាត់ឃើញមនុស្សប្រុសប្រហែលជា 4-5 នាក់ហើយដូចក៏ប្រហែលជាឃើញដូចគាត់ផងដែរអញ្ចឹងណាបងប្អូនគាត់ថាគាត់ឃើញមនុស្សប្រុស 4-5 នាក់ហ្នឹងដើរសម្រាប់ជើងសឹបមេឃទាំងដែលមេឃភ្លឺណាបងប្អូនតែវាហុំព័ទ្ធទៅដោយនៅក្នុងព្រៃហ្នឹងហុំព័ទ្ធទៅដោយដើមឈើអីធំអញ្ចឹងគឺអត់ឃើញច្បាស់ទេវាឃើញសមោភ្លឹបផ្លែបដើរប្រាប់ហើយបងជាគាត់គិតក្នុងចិត្តគាត់ណាក៏អត់បាននិយាយទេគាត់គិតក្នុងចិត្តគាត់ថាជាមនុស្សឬក៏ជាខ្មោចតែជាមនុស្សឬក៏ជាខ្មោចគាត់ស្មុគស្មាញមែនទែននៅក្នុងចិត្តគាត់នៅពេលហ្នឹងបរិយាកាសនៅពេលហ្នឹងគឺលេងសប្បាយស្ងាត់គាត់ហើយគឺគាត់ពោពេញទៅការភ័យខ្លាចចឹងណាបងប្អូនហើយគាត់សួរខ្លួនឯងថាជាមនុស្សឬក៏ជាខ្មោចគាត់តដិតអញ្ចឹងណាបងប្អូនគាត់តែក៏អត់និយាយចេញដើមករបស់គាត់អួលអស់ហើយគាត់បានន័យថាបរិយាកាសពេលនោះគឺលេងសប្បាយស្ងាត់គាត់ហើយនៅពេលនោះណាបងប្អូនហើយស្រាប់តែគាត់គិតក្នុងចិត្តអញ្ចឹងស្រាប់តែឮសំឡេងមកជាមួយខ្យល់អ្វីមួយយ៉ាងស្រែកប្រាប់គាត់ថាអញមិនមែនជាមនុស្សទេអញជាខ្មោចអញមិនមែនជាមនុស្សទេអញជាខ្មោចប្រាប់គាត់អញ្ចឹងណាបងប្អូនហើយបងជាគាត់ថាគាត់ភ័យខ្លាំងមែនទែនហើយពួកដូចគាត់មើលមុខទៅពួកដូចគាត់ក៏គាត់ថាពួកដូចក៏គាត់បានឮដូចគាត់ដែរគាត់សួរថាពួកដូចឮពូឮដូចគាត់អត់ពួកដូចគាត់ថាគាត់ឮដូចអញ្ចឹងណាតែគាត់អត់និយាយស្ដីអីទេគាត់ថាឲ្យនៅស្ងៀមទៅចាំគាត់និយាយប្រាប់អញ្ចឹងណាបងប្អូនគាត់ថាសំឡេងសម្រាប់ជើងនឹងដើរទៅដើរមកគឺឆ្វេងឆ្វាត់ឆ្វេងស្ដាំអញ្ចឹងណាបងប្អូនហើយមើលអត់ច្បាស់ទេដោយសារមេឃនៅពេលយប់ជ្រៅគឺវាងងឹតក៏ប៉ុន្តែមានលោកខែក៏ពិតមែនតែវាងងឹតគូផ្សំជាមួយនឹងដើមឈើមេឃធំអញ្ចឹងណាបងប្អូនហើយទាំងតែគាត់ទៀតសោតគាត់នៅលើមេឃឈើអញ្ចឹងណាគឺវាមានដើមឈើច្រើនបានន័យថាបើសិនជាមនុស្សដើរមានមនុស្សដើរបងប្អូនសាកសម័យវាឃើញនៅពេលខែភ្លឺវាឃើញតែដើមឈើបាំងជាមួយមនុស្សនោះផ្លេតលងដើមឈើ1 2អញ្ចឹងណាបងប្អូនហើយសំឡេងមនុស្សប្រុសម្នាក់នោះហាក់បីដូចជាមិនមែនមនុស្សអញ្ចឹងបងប្អូនបានន័យថាវាស្រែកមកដូចមនុស្សគ្មានព្រលឹងអញ្ចឹងណាអញ្ចឹងវាមានតែខ្មោចបងប្អូនអត់សម័យទាំងអស់គ្នាមើល
គាត់ថាគាត់ឮសំឡេងបរោះនោះប្រាប់ថាអញមិនមែនមនុស្សទេអញខ្មោចហើយប៉ុណ្្នឹងអីតែយើងសម័យអីទៀតឮសំឡេងជាមួយខ្យល់មកបងប្អូនបានន័យថាឮខ្យល់លហៀកអញ្ចឹងមកជាមួយខ្យល់មកអញមិនមែនជាមនុស្សទេអញជាខ្មោចអញមិនមែនមនុស្សទេអញខ្មោចគឺនិយាយអញ្ចឹងណាបងប្អូនពេលដែលបងជាគាត់ឃើញហេតុភេទបែបហ្នឹងហើយបងប្អូនគាត់ទាញយករូបថតតាគាត់ហ្នឹងមកបន់ស្រន់នៅពេលដែលគាត់បន់ស្រន់បន្ទាប់ពីគាត់បន់ស្រន់នឹងហើយបងប្អូនកន្លះម៉ោងទៅ1ម៉ោងហ្នឹងគឺគ្មានហេតុភេទអ្វីកើតឡើងទេស្ងាត់ឲ្យជ្រាបហាក់បីដូចជាការបន់ស្រន់ប្រកបស័ក្តិសិទ្ធិអញ្ចឹងណាបងប្អូនហាក់បីដូចជាតាប្រកបតាមថែរក្សាគ្រប់គ្រងគាត់អញ្ចឹងណាបន្ទាប់មកយប់ជ្រៅបន្តិចទៀតបងប្អូនគាត់ថាគាត់ឃើញមនុស្សទៀតហើយគាត់ឃើញមនុស្ស4ទៅ5នាក់ដើរជ្រេកជ្រប់ឬសំឡេងសម្រាប់ជើងរឹបជាមួយនឹងស្លឹកឈើណាបងប្អូនធម្មតាយប់កាន់តែជ្រៅគឺយើងអាចឮសំឡេងសពគ្រប់បែបយ៉ាងបងប្អូនទោះជានៅរៀងឆ្ងាយពីយើង 4-10 ម៉ែត្រអីក៏ដោយក៏យើងនៅឮសំឡេងសម្រាប់ដើរក្រឹបហើយអាការដែលឮសំឡេងនេះបងប្អូនក៏គាត់និយាយហើយគាត់ថាមិនមែនជាសំឡេងសត្វទេសំឡេងមនុស្សហើយសំឡេងសម្រាប់ជើងមនុស្សហើយនឹងសំឡេងដើររបស់សត្វគឺខុសគ្នាបងប្អូនខុសគ្នាហើយស្រាប់តាមមួយសន្ទុះក្រោយមកបងប្អូនដឹងបងជាគាត់ឮសំឡេងអីអត់គាត់ថាគាត់ឮសំឡេងមនុស្សស្រីម្នាក់ដើរសើចម្នាក់ឯងដើរគឺដូចគឺមនុស្ស 100% គាត់ថាវាយងក់ក៏មនុស្សដែរមនុស្សស្រីស្អាតមែនទែនហើយធ្វើឲ្យអារម្មណ៍របស់គាត់ហ្នឹងឈួលលងនឹងសម្រស់មនុស្សស្រីម្នាក់នោះណាបងប្អូនគាត់ថាមនុស្សស្រីម្នាក់នោះដើរសើចម្នាក់ឯងកខឹកអត់ដឹងថាមានរឿងអីទេហើយបងប្អូនសាកសម័យមើលយប់ជ្រៅប៉ុណ្ណេះហើយនៅក្នុងព្រៃជ្រៅអញ្ចឹងសួរថាមានមនុស្សមកពីណាមកដើរអីយប់ជ្រៅទាំងស្មានហ្នឹងហើយមនុស្សស្រីម្នាក់នោះក៏ដើររំលងដើមឈើគាត់ទៅបាត់ទៅហើយអាការបន្ទាប់មកណាបងប្អូនបន្ទាប់មកមនុស្សស្រីម្នាក់នោះក៏ដើរត្រឡប់មកវិញហើយអាសម្រស់របស់គាត់ហ្នឹងក៏ធ្វើឲ្យសម្រស់របស់មនុស្សស្រីម្នាក់នោះធ្វើឲ្យបងជានេះគាត់ហាក់បីដូចជាមានអ្វីធ្វើឲ្យគាត់សណ្ដំលងស្នេហ៍នឹងមនុស្សស្រីម្នាក់នោះខ្លាំងមែនតើណាបងប្អូនហាក់បីដូចជាឆ្លក់បង្វែងនឹងសម្រស់មនុស្សស្រីម្នាក់នោះហាក់បីដូចជាមនុស្សស្រីម្នាក់នោះដូចជាមានមុនស្នេហ៍មិនដឹងទេណាបងប្អូនធ្វើឲ្យបងជានេះគាត់លងនឹងសម្រស់មនុស្សស្រីម្នាក់នោះតែកណ្ដាលយប់ណាបងប្អូនហើយអាការដែលមនុស្សស្រីម្នាក់នោះក៏ដើរត្រឡប់មកវិញហ្នឹងគឺគាត់ងាកករបស់គាត់ងើយទៅមើលបងជាហើយនឹងបងផលដែលកំពុងសម្រាកហ្នឹងក៏ប៉ុន្តែម្នាក់ស្រីគាត់ងើយមើលបងជាហើយគាត់ស្រែកហៅបងជាថាចុះមកទៅនៅអីនៅលើដើមឈើហ្នឹងគឺគាត់និយាយច្បាស់អញ្ចឹងហ្មងណាបងប្អូនបងជាគាត់ថាគាត់និយាយច្បាស់អញ្ចឹងហ្មងមិនមែនជាមិនខ្មោចទេហាក់បីដូចជាមិនមែនជាខ្មោចទេគឺនិយាយច្បាស់ដូចមនុស្សយើងធម្មតាអញ្ចឹងមានហេតុភេទធម្មតាអញ្ចឹងចុះមកទៅនៅលើឯដើមឈើហ្នឹងចុះមកនិយាយអញ្ចឹងណាបងប្អូនដូចមនុស្សយើងធម្មតាអញ្ចឹងបក់ដៃចុះមកម្នាក់ស្រីហ្នឹងនៅនិយាយអញ្ចឹងបងប្អូនក៏ប៉ុន្តែម្នាក់ស្រីហ្នឹងហាក់បីដូចជាអត់មើលទៅលើពួកដូចទេមិនដឹងទៅយើងមិនហាក់បីដូចជាអត់ឲ្យតម្លៃពួកដូចអីមិនបន្តិចណាបងប្អូនហើយពួកដូចឃើញបែបហ្នឹងហើយក៏គាត់យល់ថាអ្វីជាអ្វីអញ្ចឹងក៏គាត់សែកជេរថាចេញឲ្យឆ្ងាយទៅពួកដូចគាត់ថាចេញឲ្យឆ្ងាយគាត់និយាយខ្លាំងណាបងប្អូនគាត់ថាចេញឲ្យឆ្ងាយម្នាក់ស្រីហ្នឹងហាក់បីដូចជាអត់ឲ្យតម្លៃពួកដូចអីមិនបន្តិចសោះគឺគាត់អត់មើលពួកដូចហ្មងគាត់បក់ដៃហៅបងជានេះចុះមកទាំងបងជានេះកំពុងឆ្លក់វែងនឹងសម្រស់ចង់រកចុះបន្តិចណាបងប្អូនបងជាគាត់រកចុះតែពួកដូចអត់ឲ្យចុះបងប្អូនហើយពួកដូចនៅពេលដែលគាត់ហាមអត់ឈ្នះអញ្ចឹងហើយគាត់ស្រែកជេរដូចនិយាយម្ដងទៀតអញ្ចឹងគាត់ស្រែកជេរម្នាក់ស្រីនោះនៅពេលដែលគាត់ស្រែកជេរម្ដងទៀតហ្នឹងបងប្អូននឹងដឹងមានរឿងអីអត់ម្នាក់ស្រីនោះគាត់ងាកមើលមកលើពួកដូចហើយអាកសែភ្នែកដែលគាត់ងាកមកមើលពួកដូចនេះគឺមិនគួរឲ្យខ្ជូតមិនគួរឲ្យស្រឡាញ់ដូចតែគាត់មើលទៅលើបងជាទេគឺគាត់ប្រែទឹកមុខមក360ដឺក្រេ
ហាក់បីដូចជាខឹងខ្លាំងមែនទែនហើយអាការមើលមកពុដូចនេះគឺពោពេញទៅដោយកំហឹងគឺគាត់ក៏លេចម្នាក់ស្រីហ្នឹងគឺគាត់ក៏លេចមកមើលពុដូចហ្នឹងទាំងដល់កំហឹងផងគាត់ក្តៅដូចបាយពុះអញ្ចឹងបងប្អូនហើយអាការមើលមកពុដូចហ្នឹងគឺម្នាក់ស្រីហ្នឹងគាត់ញញថ្មិញណាបងប្អូនគាត់ញញថ្មិញទឹកមុខប្រែជាខឹងហើយក្តៅក្រហាយហើយញញថ្មិញហើយពុដូចគាត់ឃើញហេតុភេទបែបហ្នឹងហើយបងប្អូនគាត់ទាញយកកាភ្លើងមកភ្ជុងគាត់ថាបើមិនចេញទេគាត់បាញ់ហើយម្នាក់ស្រីហ្នឹងគាត់ឃើញអញ្ចឹងក៏រត់គាត់ឃើញបែបហ្នឹងក៏រត់ចេញពីទីកន្លែងហ្នឹងទៅហើយអាការដែលរត់ផងម្នាក់ស្រីហ្នឹងបងប្អូនរត់ចេញពីគាត់ប្រហែលជា 4-10 ជាហ៊ានគឺដើរដូចមនុស្សស្រីធម្មតាអញ្ចឹងមនុស្សធម្មតារត់ធម្មតាអញ្ចឹងប៉ុន្តែបងប្អូនហើយបន្ទាប់ពីអាការរត់ផុតពី 4-5 ជាហ៊ានហ្នឹងទៅគឺបោះគឺអាដៃមុខរបស់គាត់ហ្នឹងហាក់បីដូចជាជួយជំរុញការរត់របស់គាត់បានន័យថាគាត់រត់ជើង4បងប្អូនថាសម័យមើលជាមនុស្សឬក៏ជាអីគាត់ថាម្នាក់ស្រីហ្នឹងរត់បោះដៃគាត់ទៅមុខរត់ដូចសត្វជើង4អញ្ចឹងបងប្អូនដូចសត្វពាហនៈជើង4អញ្ចឹងណាគឺរត់បែបហ្នឹងរត់បោះជើង4បោះទៅមុខបោះទៅក្រោយបោះទៅមុខរត់គឺរត់លឿនមែនតើហើយបងប្អូនសាកសម័យមើលតើជាមនុស្សឬក៏ជាយ៉ាងណាបើរត់បែបហ្នឹងណាបងប្អូនហើយបងជានេះវិញបងប្អូនឲ្យឃើញអញ្ចឹងហើយបន្ទាប់ពីម្នាក់ស្រីនឹងរត់ទៅណាបងប្អូនគឺបងជានេះភ័យខ្លាំងមែនតើអារម្មណ៍ពេលនោះមានអារម្មណ៍ថាលែងដាក់ចង់ដើរចូលព្រៃទៀតហើយបងប្អូនលែងចង់ទៀតហើយគាត់ថាគាត់សងំដេកជាងទៅមិនដឹងជាសងំមិនដឹងជាថ្មណាឯងមកសទុះធំគាត់ក៏ដេកលងលក់បាត់ទៅស្រាប់តែម៉ោងទីភ្លឺម៉ោងក្នុង4ម៉ោង5ណាបងប្អូនម៉ោង4ម៉ោង5ហ្នឹងក៏ភ្ញាក់ទាំងអស់គ្នាមកក៏ពុដូចហើយនឹងបងជានិងបងផលហ្នឹងគឺគាត់ញាក់មកគឺគាត់ពុដូចហ្នឹងគាត់នាំសម្រួលចុះពីលើដើមឈើហ្នឹងតាមអាខ្សែវល្លិដែលគាត់ធ្វើហ្នឹងក៏ចុះមកក្រោមមកហើយអាការដែលគាត់ចុះមកក្រោមហ្នឹងគឺគាត់បំរុងនឹងត្រៀមចេញពីក្នុងព្រៃហ្នឹងដើម្បីបកទៅខាងក្រោយវិញបកត្រឡប់ទៅទីតាំងដើមវិញអញ្ចឹងណាបងប្អូននិយាយចាំទៅគឺគាត់បកត្រឡប់ទៅផ្ទះវិញក៏ប៉ុន្តែមេឃក៏ពុំតាន់ភ្លឺអីគ្រប់គ្រាន់ដែរម៉ោងខ្ទង់5ជាងអញ្ចឹងណាបងប្អូនហើយពួកគាត់ក៏នាំគ្នាឆុងកាហ្វេឆុងអីដើម្បីឲ្យមានកម្លាំងធ្វើដំណើរអញ្ចឹងណាបងប្អូនក៏ប៉ុន្តែពួកដូចគាត់ថាព្រឹកហើយវាមានហេតុភេទអីកើតឡើងទៀតទេមានអីគួរខ្លាចទេនៅពេលភ្លឺអញ្ចឹងវាអត់មានអមនុស្សឬក៏អវិញ្ញាណអីមកតាមព្យាយាមធ្វើបាបអីយើងទៀតទេអញ្ចឹងហើយពួកដូចគាត់ថាធ្វើញ៉ាំអាហារញ៉ាំអីឲ្យហើយទៅដើម្បីឲ្យមានកម្លាំងវិញទៅធ្វើដំណើរចេញពីទីហ្នឹងអញ្ចឹងណាបងប្អូនហើយពួកគាត់ក៏ញ៉ាំអាហារសម្រន់ដូចជាមីអីអញ្ចឹងណាលក្ខណៈថាអាហារឆ្អិនណាអាហារចិនស្អាប់អាហារដែលយើងចាក់ទៅក្តៅទៅវាឆ្អិនហ្មងណាបងប្អូនគាត់ថាគាត់ញ៉ាំអីហើយអញ្ចឹងហើយបងជាក៏គាត់មិនភ្លេចដែរគាត់សួរថាតើយប់មិញហ្នឹងមានរឿងអីមានរឿងហេតុអីគាត់សួរបងផលណាហើយបងផលក៏គាត់ចង់ប្រាប់មកដែរគាត់ថាគាត់អង្គុយបត់ជើងហ្នឹងគាត់បត់ជើងនៅក្រោមកតុបព្រៃហ្នឹងគាត់ថាស្រាប់តែគាត់ឃើញមានបរិសម្នាក់អង្គុយពីក្រោយគាត់អង្គុយលើជង្គង់ពីក្រោយគាត់នៅពីក្រោយភ្លើងតើគាត់ហើយបរិសនោះគាត់ងាកទៅគាត់ឮសំឡេងថាឃ្លានលក្ខណៈថាអញ្ចេះបងប្អូនលក្ខណៈថាឃ្លានលក្ខណៈថាអញ្ចឹងណាបងប្អូនហើយអាគាត់ឃើញប្រគាត់បែបហ្នឹងហើយបងគាត់ស្រែកហើយដាច់ការបត់ជើងប្រគាត់ឡើងមកលើដើមឈើហ្នឹងណាបងប្អូនដួលទៅតាប់ទទួលលើកខោទាំងដាច់ការបត់ជើងប្រគាត់ហ្នឹងណាបងប្អូនគាត់ថាគាត់ឃើញបរោះចំណាស់ម្នាក់ហ្នឹងបរោះរៀងមិនចាស់ប៉ុន្មានទេបងប្អូនរៀង40ជាងណាគាត់ថាគាត់ស្រែកបែបហ្នឹងបានគាត់ស្រែកហ្នឹងបានគាត់ភ័យខ្លាចហ្នឹងហើយមួយវិញទៀតបងប្អូនបងជាគាត់សួរទៅពុដូចថាអារឿងជប់មិញហ្នឹងវាជាអីពិតប្រាកដហើយពុដូចហ្នឹងក៏គាត់និយាយថាវាជាធម្មតាទេនៅក្នុងព្រៃវាតែងតែវាអាចជាមនុស្សខ្មោចតៃហោងអីដែលស្លាប់នៅក្នុងព្រៃជ្រៅចេះវាអាចនិយាយបានថាក៏មិនមែនជាប្រភេទមនុស្សល្អដែរអាការស្លាប់ដែលនៅក្នុងព្រៃជ្រៅបែបនេះវាសិតតែជាការធ្វើអំពើអបាយមុខអីផ្សេងអីចឹងបនភឿនអីធ្វើអំពើអបាយមុខអីចឹងទៅ
ជួញដូរខុសច្បាប់អីចឹងណាបងប្អូនធ្វើអំពើអាក្រក់អីផ្សេងៗទៅអាចជាអញ្ចឹងហើយក៏មកដល់ក្នុងព្រៃជ្រៅក៏សម្លាប់គ្នាមិត្តភ័ក្តិលក្ខណៈថារស់ស៊ីជួញដូរអីខុសច្បាប់អីចឹងណាបងប្អូនអីបែបហ្នឹងអាចនឹងបាញ់សម្លាប់គ្នាវាជារឿងធម្មតាទេនៅក្នុងព្រៃជ្រៅចឹងណាព្រោះដូចគាត់និយាយចឹងហើយមួយវិញទៀតអារឿងដែលបង្ជាគាត់ឃើញសម្រាប់មនុស្សដើរហើយនឹងមនុស្សដើរ 4-5 នាក់នៅជប់ជ្រៅចឹងគាត់ថាគាត់អត់ដឹងដែរគាត់ថាគាត់អត់ដឹងថាជាអ្វីទេក៏ប៉ុន្តែវាមិនមែនច្បាស់ 100% វាមិនមែនមនុស្សទេបងប្អូនពួកដូចគាត់ថាវាមិនមែនជាមនុស្សទេហើយគាត់ក៏អត់ដឹងថាមនុស្សទាំងអស់ហ្នឹងគឺជាប្រភេទអ្វីដែរជាដើមកណាត់ចេញមកពីអ្វីដែរអញ្ចឹងណាអមនុស្សដែលគាត់បង្ជាគាត់ឃើញនៅពេលយប់នោះណាបងប្អូនហើយអាការដែលគាត់បន់ស្រន់តារបស់គាត់ណាបង្ជាអាការដែលគាត់បន់ស្រន់ហ្នឹងគឺគាត់យល់សពគឺគាត់យល់សពដូចពិតមែនតើគាត់ថាគាត់ឃើញតាគាត់ហ្នឹងអង្គុយនៅលើថ្នាក់នៅចុងថ្នាក់ហ្នឹងក៏ប៉ុន្តែនៅពេលដែលគាត់ឃើញតាគាត់ក៏បានប្រាប់ថាកុំចុះទៅក្រោមឲ្យសោះចៅកុំចុះទៅក្រោមឲ្យសោះតាអត់អាចជួយចៅបានទេចៅវាហាក់បីដូចជាតាលក្ខណៈគាត់ចង់ប្រាប់ថាគាត់អត់មានអំណាចអីទៅការពារចៅគាត់អីខ្លាំងក្លាទេអញ្ចឹងបើគាត់ហាមចៅគាត់កុំឲ្យចុះទៅក្រោមឲ្យសោះគឺបានសេចក្តីថាលក្ខណៈថាគាត់ហាមចៅគាត់កុំឲ្យចុះទៅក្រោមគឺគាត់អត់មានអំណាចអីទៅការពារចៅគាត់ពីពួកគេបានទេអញ្ចឹងណាបងប្អូនគឺចង់បានសេចក្តីថាអញ្ចឹងហើយអាការយល់សពទៀតសោតនោះគឺគាត់មានអារម្មណ៍ថាគាត់ឃើញតាគាត់ហើយពួកឯកតាគាត់ទៅស្លាប់3ឆ្នាំនោះបងប្អូនគាត់នឹកតាគាត់ខ្លាំងមែនទែនហើយអាការនឹកនេះគឺគាត់ដូចជាអួលដើមកខ្សឹបខ្សៀវចង់លក្ខណៈថាចង់យំណាបងប្អូនវាគប់ផ្សំជាមួយនឹងការភ័យខ្លាចនៅក្នុងព្រៃបែបនេះផងណាហើយបន្ទាប់ពីគាត់និយាយរឿងហេតុភេទទាំងអស់ហ្នឹងហើយពួកគាត់ទាំង3នាក់ហ្នឹងក៏គាត់សម្រេចចិត្តថាធ្វើដំណើរពេលគាត់ញ៉ាំអាហារសម្រន់អីហើយចុងកាហ្វេផឹកអីហើយគាត់ក៏សម្រេចចិត្តថាគាត់នឹងដើរចេញពីព្រៃហ្នឹងហើយអាការដើររបស់គាត់ហ្នឹងគឺយូរមែនតើគឺ 4-5 ម៉ោងណាបងប្អូនទាំងងំបានចេញផុតពីក្នុងព្រៃហ្នឹងហើយបងជាក៏គាត់នៅមិនអស់ចិត្តគាត់អ្នកចង់ចេះចង់ដឹងចង់លឺណាបងប្អូនគាត់នៅតាមសួរដូចទៀតគាត់សួររឿងនៅក្នុងខ្ទមហ្នឹងតាការលឺសំឡេងសម្រាប់ជើងមនុស្សស្រីសែកយំអីដើរជុំវិញខ្ទមហ្នឹងតើជាអ្នកណាហើយពួកដូចក៏គាត់និយាយប្រាប់ត្រង់គឺមនុស្សត្រង់ណាបងប្អូនគាត់និយាយប្រាប់ត្រង់គាត់ថាជាខ្មោចដោយសារខ្ទមហ្នឹងគឺជាខ្មោចស្រីស្នាក់នៅក្នុងខ្ទមហ្នឹងដោយសារម្នាក់ស្រីហ្នឹងគឺត្រូវបានគេរំលោភហើយសម្លាប់គឺពួកដូចអត់ប្រាប់គាត់ដឹងថាខ្ទមហ្នឹងមានខ្មោចមានអីនៅមានរឿងបែបហ្នឹងអីហើយអត់ប្រាប់មានរឿងអាបែបហ្នឹងហើយអត់ប្រាប់គាត់គឺគាត់លក្ខណៈថាគាត់ហួសចិត្តមែនតើបានន័យថាពួកដូចគាត់ដឹងថាខ្ទមហ្នឹងគឺមានម្នាក់មនុស្សស្រីដែលត្រូវគេរំលោភសម្លាប់នៅក្នុងព្រៃហ្នឹងគឺនៅក្នុងព្រៃហ្នឹងគឺនៅខ្ទមហ្នឹងហើយពួកដូចក៏អត់ប្រាប់ពួកគាត់នៅតែនាំបងជាហើយនឹងបងផលហ្នឹងទៅនៅក្នុងខ្ទមហ្នឹងបានន័យថាពួកដូចណាគាត់ដឹងសាច់រឿងហើយតែក៏អត់ប្រាប់ពួកគាត់ហើយអត់ប្រាប់គាត់ហើយអត់ព្រមប្រាប់គាត់ត្រង់ថាជាអីទៀតអញ្ចឹងណាមកជាខ្មោចឬអីទៀតកំឡុងពេលហ្នឹងគឺគាត់ហួសចិត្តតែពួកដូចគាត់មានបំណងល្អទេបងប្អូនគាត់ចង់ឲ្យខ្លាចអីចឹងណាគឺគាត់មានបំណងល្អទេហើយអាការសំណេះសំណាលសួរនាំគ្នានេះបន្ទាប់កន្លងពីអាការសំណេះសំណាលសួរនាំគ្នារួចរាល់អីអស់ហើយបងប្អូនពួកគាត់ក៏ចែកផ្លូវគ្នាត្រឡប់ទៅកន្លែងរៀងខ្លួនអញ្ចឹងណាបងប្អូនបានន័យថាពួកដូចក៏គាត់ទៅកន្លែងរបស់គាត់ហើយបងជាហើយនឹងបងផលក៏គាត់ឡើងទៅកន្លែងរបស់គាត់ឡើងទៅទីតាំងរបស់គាត់អីចឹងណាឡើងទៅផ្ទះនិយាយចំទៅឡើងទៅទីតាំងលំនៅឋានរបស់គាត់វិញចឹងទៅហើយសាច់រឿងគឺមកដល់នេះបងជានិងបងផលគាត់ថាគឺគាត់មានបទពិសោធន៍ថ្មីខ្លាំងមែនទែនគាត់ជាអ្នកចូលចិត្តដើរព្រៃហើយជួបអារឿងបែបហ្នឹងអាការភ័យព្រួយអាការភ័យព្រឺព្រួចបែបហ្នឹងគឺវាជារឿងមួយដែលការខ្លាចដែរក៏ប៉ុន្តែវាជារឿងអស្ចារ្យសម្រាប់គាត់ផងដែរអញ្ចឹងណាគឺអស្ចារ្យមែនតើដែលគាត់មានអារម្មណ៍ថាគាត់អាចឈរមើលពន្លឺព្រះអាទិត្យសារជាថ្មីគឺគាត់មានអារម្មណ៍ថាគាត់ប្រៀបថាអាការមនុស្សអស់នេះគឺអាចធ្វើឲ្យគាត់
វង្វេងនៅក្នុងព្រៃធ្វើឲ្យគាត់បាត់បង់ជីវិតអីចឹងណាបងប្អូនហើយគាត់មានអារម្មណ៍បែបហ្នឹងហើយគាត់ចេញមកបានអញ្ចឹងក៏គាត់មានអារម្មណ៍ថាគាត់ដូចជារស់សារថ្មីអញ្ចឹងហើយអាការប័ណ្ណពិសោធន៍មួយនេះគឺគាត់និយាយថាមានប័ណ្ណពិសោធន៍ល្អខ្លាំងមែនទែនទាំងល្អទាំងព្រឺព្រួចទាំងភ័យខ្លាចក៏ប៉ុន្តែនៅពេលដែលគាត់រួចអាចនិយាយបានថារួចជីវិតនៅក្នុងព្រៃហ្នឹងក៏គាត់ថាគាត់ប្រែคล้ายទៅជាថាជាប័ណ្ណពិសោធន៍មួយល្អខ្លាំងមែនទែនសម្រាប់គាត់អរគុណបងប្អូនហ្នឹងហើយអរគុណបងប្អូនដែលទស្សនាមកដល់ទីបញ្ចប់នេះណាហើយបើបងប្អូនពេញចិត្តនឹងការដំណើរសាច់រឿងនិទានសាច់រឿងការពិតជាក់ស្ដែងការពិតពីចាស់ពីដែលគាត់មានអាយុចំណាស់តគ្នាដែលជាសាច់រឿងពិតខ្ញុំនឹងព្យាយាមដកស្រង់ពីដំណើររបស់ចាស់អំពីសាច់រឿងពិតនិងអំពីអមនុស្សអវិញ្ញាណនេះបងប្អូនឲ្យតែពាក់ព័ន្ធនឹងអមនុស្សអវិញ្ញាណគឺខ្ញុំដំណើរឲ្យបងប្អូនស្ដាប់ជាការពិតនិងជាការកំសាន្តមួយណាបងប្អូនជាការស្ដាប់កំសាន្តមួយនៅពេលរាត្រីអញ្ចឹងណាហើយហ្នឹងហើយមួយវិញទៀតបងប្អូនកុំភ្លេចជួយចុច Subscribe និងដាក់រូបសញ្ញាកណ្ដឹងខ្ញុំមួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តនិពន្ធឲ្យដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើរឿងបង្កើតវីដេអូថ្មីបន្ថែមទៀតបងប្អូនដែលជាដំណើរសាច់រឿងពិតរបស់ចាស់ពីដើមមកអញ្ចឹងណាទាំងរឿងថ្មីទាំងរឿងពីដើមគឺខ្ញុំដកស្រង់ចេញពីការពិតជាក់ស្ដែងណាបងប្អូនបាទអរគុណបងប្អូនអញ្ចឹងជំរាបលាបងប្អូនប៉ុណ្ណេះហើយកុំភ្លេចជួយចុច Subscribe ខ្ញុំម្ដងទៀតផងហើយយើងនឹងរងចាំជួបគ្នានៅវគ្គក្រោយទៀតដែលជាដំណើរសាច់រឿងពិតអរូបអវិញ្ញាណនៅក្នុង Channel របស់ខ្ញុំគឺអរូបអរគុណបងប្អូនជំរាបលាសូមរងចាំវីដេអូថ្មីទៀតអរគុណច្រើនបងប្អូន